អាមេរិកដឹកពូជជ្រូកនិងទឹកកាមគោក្របីចូលទីផ្សាររបស់ចិនជ្រូករបស់វិជ្ជបណ្ឌិត My Lemon តែជ្រូកនីមួយៗមានតម្លៃចន្លោះពី$2,500 ទៅ$5,000ត្រូវបានគេសន្មតថានៅយន្តហោះដឹកឆ្ពោះទៅទីក្រុងហាន់ជើប្រទេសចិននេះបើយោងតាមការផ្សាយចេញពីអង្គភាព Reuters នៅថ្ងៃទី22ខែឧសភានេះផ្ទុយទៅវិញមនុស្សជាច្រើនបានទៅកន្លែងសត្វតាឃាតក្នុងរដ្ឋ Indiana ក្នុងតម្លៃតិចជាង$200ក្នុងតម្លៃជ្រូកមួយក្បាលបន្ទាប់ពីអ្នកទិញចិនបានលុបចោលការទិញក្នុងរយៈពេលមួយសប្តាហ៍នៅប្រទេសចិនស្របពេលកំពុងសងសឹកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិកប្រទេសចិនគឺជាអ្នកនាំចូលដ៏ធំបំផុតនៃជ្រូកចិញ្ចឹមរបស់អាមេរិកនិងសម្ភារៈផ្សេងទៀតដូចជាទឹកកាមគោក្របីទីផ្សារនាំចេញពិសេសដែលរកកម្រៃទាំងនេះបាននឹងកំពុងកើនឡើងប៉ុន្តែត្រូវបានស្ងួតហួតហែនចាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចាប់ផ្ដើមសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងទោះបីជាទីក្រុងវ៉ាស៊ីតោននិងទីក្រុងប៉េកាំងបានយល់ព្រមផ្អាកការយកពន្ធកាលពីសប្តាហ៍មុនក៏ដោយក៏អ្នកនាំចេញបានទទួលថាគោលនយោបាយពាណិជ្ជកម្មដែលមិនអាចទាញទុកជាមុនបានរបស់ដូណាល់ត្រាំបានបណ្ដេញឲ្យក្រុមហ៊ុនរបស់ពួកគេខូចខាតរយៈពេលវែងហើយអាចលើកទឹកចិត្តប្រទេសចិននិងអ្នកទិញសំខាន់ៗផ្សេងទៀតឲ្យងាកទៅរកដៃគូប្រកួតប្រជែងបរទេសដូចជាប្រទេសដាឡឺម៉ាក់យ៉ាងណាក៏ដោយលោកលេមុនដែលជាពេទ្យសត្វរដ្ឋអ៊ីនដៃដុល្លារនិងជាម្ចាស់កសិដ្ឋានបានលក់ជ្រូកទូទាំងពិភពលោកអស់រយៈពេល30ឆ្នាំមកហើយលោកបានចំណាយពេលជាង1ឆ្នាំដើម្បីធ្វើការលក់ជ្រូកពូជចំនួន$2.4 លានទៅប្រទេសចិនលោកបានកត់សម្គាល់ថាពួកវាត្រូវបានសង្កាត់យ៉ាងយកចិត្តទុកដាក់សម្រាប់សុខភាពល្អទំហំនិងខ្លាញ់ខ្ពស់ដែលនាំឲ្យសាច់មានរសជាតិយ៉ាងសម្បូរបែបនិងទន់ល្វើយពេលចម្អិន